bạn đã chuẩn bị xuống nơi trong video này nhôm nâng bằng hai âm phí ca pra pra và phết sao smart lock đây dương trời ca download cam thí sầm rạp pra pra hay sầm rạp ca pra pra download cam thí cứ ắt và bạ tê chẳng nhôm xong bằng hai kẹt tôn từ nâng cam thí cứ dương cho từ downloadនៅក្នុង App Store សម្រាប់ប្រភេទ iOS ហើយបើសិនជាប្រភេទ Android គឺយើងចូលទៅក្នុង Play Store អញ្ចឹងគឺយើងចុចចូលទៅកម្មវិធីនឹងមកបាទបន្ទាប់មកគឺយើងចុច search ខាងក្រោមនេះមកបាទយើងវាយពាក្យថា TT lock នេះបងប្អូនគឺនៅខាងលើនឹងតែម្ដងអញ្ចឹងយើងចុចទៅលើវានឹងមកអូខេអញ្ចឹងដល់ពេលដែលយើងចុចចូលគឺរូបមួយនេះនឹងឯងបាទយើងចុច download មកអញ្ចឹងរងចាំឲ្យវាពេញមកគឺយើងចូលទៅតែម្ដងអូខេបន្ទាប់ពីយើង download ពេញហើយគឺយើងចូលទៅកម្មវិធីនឹងតែម្ដងបាទចុច open មកចុចទៅតាមខ្ញុំបង្ហាញនេះមកគឺយើងចុច allow តាមវាមកបាទ agree មកបាទអញ្ចឹងដើម្បីប្រើប្រាស់ជាមួយនឹងកម្មវិធីនេះបានគឺតម្រូវឲ្យយើងចុះឈ្មោះប្រើជាមួយនឹងកម្មវិធីនឹងសិនអញ្ចឹងសម្រាប់ការចុះឈ្មោះជាដំបូងគឺយើងអត់ទាន់អាចចូលប្រើប្រាស់បានទេគឺយើងត្រូវចូលទៅចុចខាងលើនេះពាក្យថា register ហ្នឹងបើសិនជាភាសាខ្មែរគេដាក់ថាចុះឈ្មោះអញ្ចឹងទៅបាទអញ្ចឹងយើងចុចពីលើហ្នឹងមកបាទបន្ទាប់ពីយើងចុចពីលើហ្នឹងហើយគឺយើងមានជំរើសច្រើនយើងអាចភ្ជាប់ជាមួយនឹងលេខទូរស័ព្ទក៏បានភ្ជាប់ជាមួយនឹង Gmail ក៏បានបាទសំខាន់គឺបើសិនយើងភ្ជាប់មួយលេខទូរស័ព្ទគឺយើងចាំលេខទូរស័ព្ទចាំអីចឹងទៅបើសិនជាយើងបង្កើតជាមួយនឹង Gmail គឺតម្រូវយើងដាក់ Gmail អញ្ចឹងនៅក្នុងលក្ខខណ្ឌនេះគឺខ្ញុំសូមបង្កើតជាមួយនឹង Gmail ដើម្បីងាយស្រួលប្រើប្រាស់ដោយសារតែខ្ញុំអាសាប្រើជាមួយ Gmail ដែរបាទអញ្ចឹងថាតើ Gmail ហ្នឹងគឺយើងយកចេញពីកន្លែងណាសម្រាប់ Gmail គឺយើងយកចេញពីកម្មវិធីមួយនេះបាទរូបដែលខ្ញុំបង្ហាញហ្នឹងគឺយើងចុចពីលើវាហ្នឹងមកបាទបន្ទាប់មកគឺយើងនឹងឃើញខាងលើនេះហើយបាទយើងចុចពីលើហ្នឹងមកបន្ទាប់ពីយើងចុចពីលើហ្នឹងហើយគឺយើងនឹងឃើញ Gmail បាទនេះសារ Gmail ដែលខ្ញុំមានស្រេចអញ្ចឹងខ្ញុំសូមដាក់ Gmail ណាមួយដែលខ្ញុំប្រើបាទខ្ញុំសូមដាក់ Gmail នេះចុះបាទឥឡូវខ្ញុំសូមដាក់ Gmail នេះចុះសម្រាប់ Gmail ហ្នឹងបើសិនជា Gmail បងប្អូនឈ្មោះអីបងប្អូនដាក់ឈ្មោះហ្នឹងមកហើយសម្រាប់ password បាទសម្រាប់ password គឺយើងដាក់ចាប់ពី8ខ្ទង់ឡើងយើងដាក់អក្សរអីក៏បានដែរសំខាន់ឲ្យតែយើងចាំខ្លួនយើងដើម្បីឲ្យងាយស្រួលប្រើប្រាស់កុំឲ្យយើងភ្លេចណាបាទអញ្ចឹងខ្ញុំសូមដាក់ទៅតាមអ្វីដែលខ្ញុំចាំខ្លួនឯងបាទបន្ទាប់មកគឺយើងចុចពាក្យ login តែម្ដងបាទចុច login នេះមកគឺយើងអូខេមកបាទអញ្ចឹងវានឹងទៅដល់ដំណាក់កាលមួយទៀតគឺវានឹងឲ្យយើងអុសនេះឲ្យចំអាកណ្ដាលនេះបាទយើងឲ្យចំមកបាទប៉ុណ្ណេះចំហើយបន្ទាប់ពីនឹងមកគឺវានឹងផ្ញើជាលេខកូដទៅក្នុង Gmail របស់យើងនេះវានឹងផ្ញើ Gmail ទៅនៅក្នុងវាផ្ញើលេខកូដទៅ Gmail របស់យើងអញ្ចឹងដើម្បីយកនឹងបានគឺវាលោតផ្ញើសារឲ្យនេះ59 68 54នេះបាទអញ្ចឹងយើងពពេញមក59 68 54បន្ទាប់មកគឺយើងចុចពាក្យថា verify តែម្ដងអញ្ចឹងយើងចុច allow បាទអញ្ចឹងគឺយើងអាចប្រើប្រាស់ជាមួយនឹងកម្មវិធីនឹងបានហើយបន្ទាប់ពីយើង download ហើយដំណាក់កាលបន្ទាប់គឺតម្រូវឲ្យយើងភ្ជាប់ប្រភេទ smart lock នេះចូលទៅក្នុងកម្មវិធីហ្នឹងដើម្បីយើងងាយស្រួលក្នុងការប្រើប្រាស់ក្នុងករណីយើងនៅឆ្ងាយយើងអាច unlock ឬក៏ដោះសោពីចម្ងាយទៅនរណាម្នាក់ដែលគាត់អត់មានសោអត់មានកញ្ចៅដៃនៅក្នុងហ្នឹងបាទអញ្ចឹងដើម្បីបង្កើតបានគ្រប់គ្រងជាមួយនឹងសោនេះបានគឺយើងចុចកន្លែងលេខបូកនេះមកបាទបន្ទាប់ពីយើងចុចកន្លែងលេខបូកនឹងមកគឺយើងចុចពាក្យថា all lock នេះខាងលើខ្ញុំបង្ហាញនេះបាទបន្ទាប់មក
đầm bay ở việt score chỉ mùi nâng sao nắng cứ đầm rơi ở dương unlock này sân bà nè dương unlock hỏi từ việc load ở dương bà sân chia viên này job cứ vì upload ở thì chẳng đầm rơi ở dương unlock này sân từ việc load mua ở dương bà dương chơi pillar vì măng máu bà dương chơi pillar mua nâng máu bà cái lại này cứ đầm rơi ở dương đã mua to tại dương đã mua từ việc ở dương từ một bậc top chẳng dương ai đã mua ý chân nào máu u thọ nhục đã chơi chó bà và tọa máu bà nhung xong đạn chơi chó chẳng và tọa máu cứ dương ok từ tài đòn chẳng mình tha dương ai pra cho mùi nứng smart lock đi bàn này bà chẳng dương cho trâu từ pillar nâng máu chẳng u thọ tha đã u thọ là nhung cấp bà chia sẻ xem ra video này riêng về từ cho bà chẳng được bây giờ nhóm cấp nhóm trong đó cứ còn tại nhóm chơi anh đi máu bà cứ đi lọc tay mà đòn bà cứ nhé bà người sro không cam pra bà nhóm xong đòn tết bà đã chỗ chơi pia máu bà còn tại chơi máu cứ việc đó sao ô tô tạm đòn ọt chăm bạch pra cho mùi nâng câu sao đi các bạn này dừng ai không cả này dừng click ấy cứ ọt chia bánh hà thì bà mũi tiết không cả này dương trong đo cho mùi nâng cái giải đầy không cả này dương click sao click ấy đo cho mùi nâng cái giải đấy cứ dương cho từ cái này mà nè bà rụt cái giải đầy nữa fingerprint nữa dương chơi pillar nâng máu bà chẳng bắt đầuពីយើងចុច pillar នឹងហើយយើងចុច add fingerprint នេះខាងក្រោមនេះកន្លែងលេខបូកហ្នឹងណាចុចតាមខ្ញុំមកបាទបន្ទាប់មកគឺយើងដាក់ឈ្មោះយើងមកបាទឈ្មោះអ្នកប្រើប្រាស់ឧទាហរណ៍ថាខ្ញុំឈ្មោះAB AS អញ្ចឹងទៅខ្ញុំដាក់ឈ្មោះ AS បាទបន្ទាប់មកខ្ញុំចុច next អូខេវាឲ្យបន្ទាប់ពីយើងដាក់ឈ្មោះហើយគឺយើងដាក់ថ្ងៃចាប់ផ្ដើមនិងថ្ងៃបញ្ចប់អញ្ចឹងយើងចង់ឲ្យម្នាក់ដែលយើងប្រើឲ្យប្រើហ្នឹងគាត់ប្រើដល់ឆ្នាំណាអញ្ចឹងឧទាហរណ៍ខ្ញុំឲ្យគាត់ប្រើដល់ឆ្នាំ2027អញ្ចឹងខ្ញុំចុច OK បាទបន្ទាប់មកគឺយើងចុច next បន្ទាប់ពីចុច next ហើយយើងចុច next ចុច start មកបាទគឺវាតម្រូវឲ្យយើង scan នេះបាទយកកញ្ចក់ដៃរបស់យើងហ្នឹង scan នៅលើហ្នឹងមកចំនួន6ដងបាទខាងលើនេះគឺចំនួន6ដងអញ្ចឹងយើងចុចមកបាទសុំទោសបាទសុំម្ដងទៀតអូខេយើងចូលមកគឺយើង scan ចំនួន6ដងបាទ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
4 5 6 បាទអូខេស័ក្តិសិទ្ធនេះជោគជ័យអញ្ចឹងមានន័យថាកញ្ចៅដៃរបស់យើងហ្នឹងគឺជោគជ័យសម្រាប់ប្រើប្រាស់ជាមួយនឹងសោនឹងតែម្ដងបាទឧទាហរណ៍ខ្ញុំចេញបាទឧទាហរណ៍យើងចេញអស់ហើយយើងអត់ត្រូវការប្រើនឹងទៀតទេសោវាកំពុងតែជាប់បាទយើងចុចមកគ្រាន់តែចុចបីដៃមកគឺវាអូខេតែម្ដងបាទសុំម្ដងទៀតយើងដាក់កញ្ចៅដៃយើងមកអូតូតែម្ដងបាទអញ្ចឹងក្នុងករណីយើងចង់ឲ្យអ្នកផ្សេងគាត់ប្រើប្រាស់ជាមួយកញ្ចៅដៃប្រកបបានលុះត្រាតែយើងអនុញ្ញាតឲ្យគាត់ប្រើបាទអនុញ្ញាតបែបណាគឺទី1យើងចូលទៅក្នុងកម្មវិធីនឹងដដែលចូលទៅឈ្មោះសាររបស់យើងដែលយើងបានបង្កើតមិញបាទបន្ទាប់មកគឺយើងចុចនៅកន្លែងកញ្ចៅដៃនឹងទៀតមកបាទអញ្ចឹងអានេះមិញអានេះខ្ញុំកញ្ចៅដៃរបស់ខ្ញុំអញ្ចឹងក្នុងករណីយើងចង់ឲ្យគ្រួសាររបស់យើងប្រើយើងគ្រាន់តែចុចកន្លែងលេខបូកនេះមកបាទដាក់ឈ្មោះទៅឈ្មោះគ្រួសារយើងឈ្មោះអីបន្ទាប់មកបាទយើងចុចending នេះ ending time នេះមានន័យថាយើងឲ្យគាត់ប្រើរយៈពេលប្រហែលបាទបើមួយខែយើងដាក់តែមួយខែទៅបើពីរខែយើងដាក់ពីរខែទៅបាទបន្ទាប់មកយើងអូខេហើយយើងចុច next បន្ទាប់ពីយើងចុច next ហើយយើងចុច start មកគឺយើងបើកអានេះមកឲ្យគេ scan មកបាទឧទាហរណ៍ខ្ញុំ scan ច្អល់ដៃម្ដងបាទនេះចំនួន6ដងមកបាទឧទាហរណ៍ណាបងប្អូនអញ្ចឹងគ្រួសារសមាជិកយើងប្រហែលអ្នកយើងឲ្យគាត់ scan ទៅតាមនឹងមកគឺគាត់អាចប្រើជាមួយនឹងប្រភេទសោនឹងបានដូចគ្នាបាទអញ្ចឹង success ហើយបាទអញ្ចឹងខ្ញុំចេញមកបាទឧទាហរណ៍ខ្ញុំ unlock ខ្ញុំដាក់ជាមួយមេដៃ
ok đã mùi mì đáy ok đã cho mùi cho đáy có ok này bà chẳng cứ ca pra miên tại phần năng tay bà